អ្នកទាំងអស់គ្នាមានដឹងទេថាមានមនុស្សមួយចំនួនជឿថាផែនដីមិនមែនមានរាងមូលនោះទេប៉ុន្តែវាមានរាងសំប៉ែតរាបស្មើដូចជាថាសហើយអណ្ដែតក្នុងលំហហើយពួកគេបាននិយាយថាទាំង NASA យោធានិងសូម្បីតែរដ្ឋាភិបាលទាំងមូលកំពុងតែលាក់បាំងការពិតពីពួកគេប៉ុន្តែចុះបើសិនបើរឿងនេះជាការពិតតើពិភពលោករបស់យើងនឹងជួបនឹងរឿងអ្វីខ្លះបើសិនបើផែនដីសំប៉ែតសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ David តោះទៅដល់អ្នកទាំងអស់គ្នាមុននឹងចាប់ផ្ដើមវីដេអូដែរខ្ញុំសូមណែនាំមកទាំងអស់មួយដែលមានឈ្មោះថា Melio Aurora ហើយវាមាន4ក្លិនសម្រាប់ទាំងបរិសុទ្ធនិងនារីក្លិនរបស់វានីមួយៗ inspire ដោយ brand ទាំងអស់ល្បីៗតែម្ដងសម្រាប់អ្នកទាំងអស់គ្នាចង់បានខ្ញុំមានតម្លៃពិសេសជូនហើយ link Telegram នៅក្នុង description នៅខាងក្រោមទ្រឹស្ដីផែនដីសំប៉ែតឬក៏ flat earth នេះខ្ញុំធ្លាប់បានបកស្រាយកាលពីវីដេអូមុនរួចមកហើយប៉ុន្តែនៅក្នុងសប្តាហ៍នេះខ្ញុំនឹងមកបកស្រាយថាតើមានអ្វីកើតឡើងបើសិនបើផែនដីពិតជាមានរាងសំប៉ែតមែនបាននិយាយទៅអស់រយៈពេលរាប់ពាន់ឆ្នាំហើយដែលមនុស្សយើងជឿថាផែនដីមានរាងសំប៉ែតហើយអ្វីៗទាំងអស់វិលជុំវិញវាវិញដូចជាព្រះអាទិត្យព្រះច័ន្ទឬក៏ផ្កាយអីជាដើមនេះហើយបន្តមកទៀតលោក Nicholas Copernicus បានលេចចេញមកហើយបានផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងតែម្ដងដោយបានបញ្ជាក់ពីការពិតថាផែនដីបានវិលជុំវិញព្រះអាទិត្យយ៉ាងណាក៏ដោយ500ឆ្នាំក្រោយមកទៀតមនុស្សយើងមួយចំនួនក៏នៅតែជឿជាក់ថាផែនដីនៅមានរាងសំប៉ែតដែរហើយតើផែនដីរាបស្មើឬក៏រាងសំប៉ែតនេះនឹងទៅជាយ៉ាងណាជាដំបូងតើអ្នកទាំងអស់គ្នាមានដឹងទេថាហេតុអ្វីបានជាភពផែនដីរបស់យើងនេះបង្កើតឡើងចេញជារាងស្វែឬក៏រាងមូលចម្លើយនោះគឺត្រឹមតែពាក្យមួយតែប៉ុណ្ណោះគឺទំនាញផែនដីវាទាញរូបធាតុឲ្យបានស្មើគ្នាគ្រប់ទិសទីបង្កើតចេញជារាងមូលប៉ុន្តែនៅលើផែនដីរាបស្មើនោះទំនាញផែនដីនឹងមានឥរិយាបថខុសខ្លាំងពីផែនដីរបស់យើងសប្តាហ៍ថ្ងៃនេះអ្នកដែលជឿទៅលើផែនដីសំប៉ែតបាននិយាយថាទំនាញមិនមាននោះទេពួកគេអះអាងថាភពផែនដីយើងនេះកំពុងតែបង្កើនល្បឿនឡើងលើជារៀងរហូតប៉ុន្តែបើយើងស្ដាប់ទៅវាដូចជាមិនសមហេតុផលតតែសោះតែម្ដងភពផែនដីរបស់យើងគឺមិនអាចបន្តបង្កើនល្បឿនជារៀងរហូតដោយអត់ឈប់ឈរនោះទេបើដូចនេះមែនវានឹងឆាបឆេះដោយសារតែល្បឿនលឿនវាប្រៀបដូចជាខ្ទះដុតភ្លើងពីក្រោមអញ្ចឹងបើតាមពិតទៅទោះបីជាផែនដីមានរាងសំប៉ែតក៏ដោយក៏នៅមានទំនាញនៅលើផែនដីដែរគ្រាន់តែវាជារឿងដែលចម្លែកមួយក៏ដោយសារតែទំនាញនោះនៅចំចំណុចកណ្ដាលនៃផែនដីតែម្ដងវាប្រៀបដូចជាថាសឌីសអញ្ចឹងដែលវាទាញអ្វីៗគ្រប់យ៉ាងឆ្ពោះទៅរកវានៅស្នូលកណ្ដាលហើយនៅពេលដែលអ្នកផ្លាស់ទីពីចំណុចកណ្ដាលនោះកម្លាំងទំនាញទាញយ៉ាងខ្លាំងដែលបង្ខំឲ្យអ្នកដូចជាការឡើងភ្នំអញ្ចឹងហើយនេះគឺជាមូលហេតុដែលយើងមិនអាចទៅដល់គែមនៃភពផែនដីជាមួយនឹងទំនាញដ៏ខ្លាំងនៃគែមផែនដីនោះនឹងទាញយើងមិនអាចផ្លាស់ទីបាននោះទេហើយបើជីវិតនៅលើភពផែនដីសំប៉ែតនេះក៏កាន់តែចម្លែកទៀតទៅហើយវត្ថុនៅលើភពផែនដីសំប៉ែតនេះនឹងធ្លាក់ទៅចំហៀងមិនមែនធ្លាក់ចុះក្រោមនោះទេដើមឈើនឹងដុះតាមអង្កត់ទ្រូងលាតសន្ធឹងប្រឆាំងនឹងកម្លាំងទំនាញទាំងភ្លៀងទាំងព្រិលនឹងធ្លាក់ចុះឆ្ពោះទៅកាន់ចំណុចកណ្ដាលដែលបង្កើតចេញជាមហាសមុទ្រដ៏ធំមួយចំចំណុចកណ្ដាលនៃផែនដីតែម្ដងសម្ពាធខ្យល់នឹងក្លាយទៅជាគ្រោះមហន្តរាយមួយទៀតហើយបរិយាកាសនឹងត្រូវបានខ្ទេចខ្ទីទាំងអស់ក៏ដោយសារតែការស្រូបទៅកាន់ចំណុចកណ្ដាលដែលបន្សល់ទុកនៅខាងគែមទាំងអស់នៃភពផែនដីនេះស្ទើរតែគ្មានខ្យល់ដកដង្ហើមទាល់តែស្រស់តែម្ដងហើយមនុស្សយើងដែលបានរស់នៅជិតកណ្ដាលនោះនឹងត្រូវរស់នៅដោយការសង្កត់ក្រោមសម្ពាធយ៉ាងខ្លាំងខណៈពេលដែលអ្នករស់នៅខាងជិតគែមផែនដីនោះនឹងមិនមានអុកស៊ីហ្សែនក្នុងការដកដង្ហើមពិបាកដកដង្ហើមនិងថត់ដង្ហើមហើយជាជាក់ស្ដែងទៅប្រសិនបើគ្មានផែនដីរាងស្វែហើយវិលនោះទេវាក៏មិនមានដែនមញ៉េតិចនោះដែរដែលមានន័យថាវាមិនមានរបាំងការពារវិទ្យុសកម្មរបស់ព្រះអាទិត្យនោះទេហើយនៅទីបំផុតវានឹងមិនមានបរិយាកាសដូចជាសពថ្ងៃនេះដែរហើយមនុស្សយើងដែលរស់នៅទីនោះនឹងត្រូវទុកចោលឲ្យប៉ះពាល់ជាមួយនឹងកាំរស្មីដ៏សាហាវនេះផ្ទាល់តែម្ដងហើយបើសិនបើគ្មានខ្យល់និងរបាំងការពារនេះទេប្រហែលជាជីវិតនៅលើភពផែនដីនេះក៏គ្មានឱកាសក្នុងការរស់នោះដែរអ្នកដែលបានជឿលើទ្រឹស្ដីផែនដីសំប៉ែតបានជឿថាព្រះអាទិត្យនិងព្រះច័ន្ទគឺជាពន្លឺភ្លើងតូចៗដែលវិលជុំវិញលើផែនដីដ៏សំប៉ែតនេះដែលមានចម្ងាយត្រឹមតែ50គីឡូម៉ែត្រពីផែនដីតែប៉ុណ្ណោះហើយបើសិនបើព្រះអាទិត្យពិតជាដំណើរការដូចជាពន្លឺភ្លើងតូចយើងច្បាស់ជាឃើញវាគ្រប់ទីកន្លែងសូម្បីតែនៅពេលដែលវាមិនបានចាំងមកលើយើងក៏ដោយនៅពេលនោះគឺវាមិនមានថ្ងៃមិនមានយប់ពិតប្រាកដនោះទេគ្រាន់តែជាពន្លឺព្រះអាទិត្យដែលជាប់លាប់បញ្ចេញពន្លឺឥតឈប់ឈរនៅលើមេឃហើយបើសិនបើព្រះអាទិត្យវិលជុំឡើងលើចុះក្រោមនោះភពផែនដីរបស់យើងទាំងមូលនឹងជួបប្រទះរឿងមួយគឺពេលថ្ងៃមួយពិភពលោកនិងពេលយប់មួយពិភពលោកហើយបើសរុបបន្តិចមកវិញបើសិនបើទ្រឹស្ដីខុបខិតផែនដីសំប៉ែតនេះខ្លាយទៅជាការពិតមែនមានន័យថាអ្វីៗគ្រប់យ៉ាងដែលយើងបានដឹងនៅក្នុងពេលនេះគឺកុហកទាំងអស់តែម្ដង
មានការកែសម្រួលដោយ Photoshop ឬក៏រៀបចំពីរដ្ឋាភិបាលឯនេះឯងដែលវាធ្វើឲ្យមានការរង្គោះរង្គើទៅដល់ជំនឿទាំងអស់ដែលយើងបានដឹងបានឮហើយនៅពេលនោះយើងមិនត្រឹមតែឆ្ងល់អំពីវិទ្យាសាស្ត្រនោះទេយើងថែមទាំងឆ្ងល់ពីការពិតនៃខ្លួនឯងផងដែរប៉ុន្តែជាអកុសលអីមនុស្សជាច្រើនដែលបានចាប់អារម្មណ៍ទៅលើគំនិតដែលថាផែនដីមានរាងសំប៉ែតនេះត្រូវបានជាប់គាំងនៅក្នុងភាពមិនស៊ីសង្វាក់គ្នាជាមួយនឹងការយល់ដឹងនៅពេលដែលជឿទៅលើជំនឿនិងផុសតាងដែលមិនសមស្របទៅនឹងការពិតហើយវាអាចសបញ្ជាក់ឲ្យបានឃើញថាយើងរស់នៅក្នុងយុគសម័យមួយដែលមានព័ត៌មានមិនពិតរីករាលដាលលឿនជាងការពិតទៅទៀតហើយទោះបីជាការពិតបង្ហាញយ៉ាងណាក៏ពួកគេនៅតែរកផុសតាងដើម្បីគ្រប់គ្រងទស្សនៈរបស់ពួកគេទោះបីជាវាខុសប្រាក់ចាក់ពីកតវិជ្ជាក៏ដោយដូច្នេះវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេសូមអរគុណគ្រប់គ្នាសម្រាប់ការទស្សនាវីដេអូនេះបើអ្នកទាំងអស់គ្នាពេញចិត្តសូមកុំភ្លេចចុច like និង subscribe អ្នកទាំងអស់គ្នាក៏អាចមើលវីដេអូផ្សេងៗរបស់ខ្ញុំបានផងដែរសូមអរគុណ